បាទខ្ញុំដាំដំណាំចន្ទទីបាទដំបូងខ្ញុំប្រើជីរបស់ក្រុមហ៊ុនស្ពេខ្ញុំប្រើប្រហែលជា5ហិកតាទេហើយនៅពេលដែលខ្ញុំប្រើហើយខ្ញុំឃើញតែវាទទួលបានទិន្នផលល្អប្រសើរខ្ញុំក៏តាក់ទងខាងក្រុមហ៊ុនដើម្បីយកជីសភាញញ៉ាំហើយនឹងថ្នាំហ្នឹងយកមកលក់នៅដេប៉ូខ្លួនឯងផ្ទាល់តែម្ដងបាទខ្ញុំជាម្ចាស់ដេប៉ូហេងសុកលៀងដែលមានទីតាំងនៅភូមិជាទាជ្រុំឃុំកាជាស្រុកសន្ទុកខេត្តកំពង់ធំហើយនៅពេលដែលខ្ញុំប្រើបាន1ឆ្នាំខ្ញុំឃើញបានទទួលទិន្នផលល្អប្រសើរខ្ញុំក៏សម្រេចចិត្តប្រើប្រាស់នៅក្រុមហ៊ុនសុភាញញឹមហ្នឹងដី15ហិកតាខ្ញុំប្រើទាំងអស់ហើយទទួលខ្ញុំប្រើប្រាស់ហើយខ្ញុំក៏តាក់ទងទៅខាងក្រុមហ៊ុនដើម្បីយកក្រុមរោថ្នាំនិងជីកសិកម្មរបស់ក្រុមហ៊ុនសុភាញញឹមដើម្បីលក់បន្តចែកចាយដល់អតិថិជននៅក្នុងតំបន់របស់ខ្ញុំហើយឃើញថាអ្នកដែលគាត់ប្រើហ្នឹងគឺគាត់ក៏ទទួលស្គាល់ថាជីនិងថ្នាំរបស់យើងហ្នឹងគឺបានទទួលទិន្នផលល្អពី1ឆ្នាំទៅ1ឆ្នាំដែរតំបន់នេះវាផ្ដោតខ្លាំងទៅលើដំណាំស្វាយចន្ទីស្វាយកៅលមៀតហើយកស៊ូប៉ុន្តែភាគច្រើនគឺស្វាយចន្ទីគឺច្រើនបណ្ដោយបាទដងមកយើងប្រើថ្នាំរបស់យើងគឺឃើញថាវាទទួលបានផលល្អប្រសើរដល់ពេលហ្នឹងខ្ញុំលក់ដូរដាច់បាទគេមកជាវច្រើនហើយយើងតែងតែលួចសួរគេដែរព្រោះធម្មតាយើងសួរថាការប្រើប្រាស់ទៅមិនដែរមែនទេគាត់ថាអត់អីទេគាត់ពេលដែលប្រើទៅគាត់ឃើញថាដំណាំរបស់គាត់វាប្លែកវាល្អប្រសើរដល់ពេលហ្នឹងគាត់សម្រេចថាប្រើតាមដំណាក់កាលវគ្គរហូតហ្នឹងទៅបាទចំពោះការថែទាំក្នុងពេលឥឡូវហ្នឹងយើងតែងមែកហើយដល់ពេលយើងតែងមែកហើយគឺយើងត្រូវដាក់ជីបាទពេលយើងដាក់ជីគឺយើងដាក់ជីខាងក្រុមហ៊ុនសុភាញញឹមហ្នឹងហើយពេលដល់រដូវដែលយើងបាញ់ថ្នាំគឺយើងបាញ់ថ្នាំរបស់ក្រុមហ៊ុនបន្តហើយពេលដែលយើងបាញ់នេះឃើញថាទិន្នផលដែលយើងប្រើប្រាស់កន្លងមកហ្នឹងឃើញថាវាទទួលបានទិន្នផលល្អប្រសើរភាគច្រើនគាត់ច្រើនតែបើសិនជាថ្នាំគាត់មកយកខ្លួនឯងប៉ុន្តែបើជាពោះជីបើសិនជាគាត់អាចឲ្យយើងដឹកជូនឲ្យគាត់គឺយើងដឹកជូនឲ្យគាត់ដែរបើសិនបើគាត់យកច្រើនគឺយើងនឹងដឹកជូនដល់ទីតាំងរបស់គាត់តែម្ដងមានជីចម្រុះយើង15 20ហ្នឹងហើយប្រភេទ DAP ហើយប្រភេទជីកែងគឺយើងមានដែរអញ្ចឹងបើសិនជាបងប្អូនត្រូវការអាចទៅតាក់ទងនៅដេប៉ូរបស់ខ្ញុំបានបាទហើយចំពោះទីតាំងរបស់ដេប៉ូហេងសុកលៀងមានទីតាំងនៅភូមិជាទាជ្រុំឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំ